ល្អជីនោះល្អទៅពេលយើងយកមកប្រើដល់ពេលលັດផលទៅដូចជាផ្លែហើយមិនសូវបានដែរបាទដល់ពេលប្រើជីព្រាបសនេះអាចថាយកបានហើយព្រោះអីបានកើនដល់5តោនហើយគិតឲ្យចន្ទតែជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំនៅខេត្តស្ទឹងត្រែងប៉ុន្តែនៅឃុំសំអាងស្រុកថ្លាបរិវត្តនៅខាងភូមិឆ្វាំងមកខ្ញុំធ្វើបានចន្ទី5ហាត់បាទហើយកាលពេលដែលមិនទាន់បានប្រើជីរូបសញ្ញាព្រាបសហ្នឹងទីទូទៅធ្វើបានតែ3តោនទេដែល5ហាត់ហ្នឹងដល់ពេលឆ្នាំហ្នឹងដល់ពេលខ្ញុំដាក់ប្រើជីហ្នឹងទៅឡើងបានដល់8តោនអញ្ចឹងយើងប្រើទៅអាចបានផលឡើងកើនឡើងជាងរាល់ឆ្នាំដល់ពេលយើងប្រើទៅវាដូចថាសម្បូរអេចលេនហ្នឹងហើយដីដូចថាធូរជាងមុនវាអត់ក្តាំងបើសិនជាបងប្អូនក៏ចង់បានផលចន្ទីច្រើនអីក៏អាចប្រើជីរូបសញ្ញាព្រាបសនឹងបានបាទព្រោះអីដូចថាតម្លៃយើងគួរសមណាស់ឲ្យយើងទទួលយកបានអញ្ចឹងណាហើយគុណភាពវាក៏ពោះដែរបើពេលប្រើទៅចន្ទីយើងដូចថាដងដើមអីវាមិនដូចពីមុនដែលមិនទាន់បានប្រើដូចថាស្លឹកវាអីនៅចាស់ចង់លាស់អីចឹងដល់ពេលយើងបានប្រើទៅដូចថាដើមហើយស្លឹកវាក៏ខៀវកម្ៅអញ្ចឹងដែរប្រើជីផ្សេងចំណាយអស់ច្រើនហើយបានផលក៏រៀងទាបបើប្រើជីហ្នឹងដូចថាតម្លៃរៀងធូរតែទិន្នផលអាចឡើងខ្ពស់មានគាត់ថាពេលប្រើទៅថាវាល្អបាទហើយដំណាំចន្ទីយើងមើលទៅវាកម្លាំងដែរវាមិនដូចពីមុនដូចថាដើមដូចថាអត់មានកម្លាំងដូចស្លេកអញ្ចឹងបាទហើយស្លឹកក៏ស្លឿលឿងដូចមិនចង់លូតលាស់ដល់ពេលបានប្រើជីហ្នឹងទៅចន្ទីក៏ដើមល្អហើយកម្លាំងហើយផ្កាវាហ្នឹងក៏វាមានកម្លាំងហើយតោងផ្លោះអញ្ចឹងហើយផ្លែក៏បានកាន់បានច្រើនគណៈផ្ដាំផ្ញើដល់បងប្អូនដែលបាទចង់បានទិន្នផលចន្ទីខ្ពស់អីអាចប្រើជីព្រាបសនឹងបានព្រោះអីដូចខ្ញុំថាអញ្ចឹងថាតម្លៃធូរថ្លៃហើយអាចទទួលយកបានបើជីថ្លៃមិនប្រកាសថាល្អដែរទេបាទហើយយើងដាក់ទៅដល់ពេលផលក៏រៀងមិនសូវបានអញ្ចឹងគេថាជីនេះល្អជីនោះល្អដល់ពេលយើងយកមកប្រើដល់ពេលលັດផលទៅដូចជាផ្លែហើយមិនសូវបានដែរបាទដល់ពេលប្រើជីព្រាបសនេះអាចថាយកបានហើយព្រោះអីបានកើនដល់5តោនហើយគិតឲ្យចន្ទីបើបងប្អូននិយាយថាធ្វើចំការមិនសូវបានផលអីបើខ្ញុំធ្លាប់ប្រើជីសញ្ញាព្រាបសហ្នឹងនិយាយថាផលចេះកើនបានគួរសមដែរព្រោះអីបានថាកើនកាលពីមិនទាន់បានប្រើដីខ្ញុំ4-5ហាត់ហ្នឹងបាន3តោនទេដល់ពេលខ្ញុំប្រើទៅឡើងបានដល់8តោនអញ្ចឹងឡើងបានកើន5តោនដែរហើយជីក៏រៀងធូរថ្លៃដែរដល់ពេលអញ្ចឹងយើងចំណេញតាំងលុយយើងទិញជីយកមកប្រើហ្នឹងហើយយើងបានទិន្នផលខ្ពស់ដែរបងប្អូនយើងប្រើឲ្យអាចតាក់ទងមក